អ្នកលក់ត្អូញត្អែអ្នករៀនលក់ខ្លាចនៅពេលដែលលឺអ្នកលក់បកែគាត់ល្អធ្វើឲ្យអ្នករៀនលក់ហ្នឹងចង់រៀនលក់មានអ្នកឆាតមកសួរខ្ញុំថាគាត់គួរនៅលក់ទៀតអត់លោកគ្រូខ្ញុំគិតថាបងឯងឈប់ទៅបួសទៅឬក៏ធ្វើអីផ្សេងទៅបើបងយល់ថាបួសស្រួលលើលោកនេះអត់មានកន្លែងស្រួលទេអ្នកលក់ក៏ដោយអ្នកធ្វើអីក៏ដោយបងប្អូនលោកស្រីហ្នឹងអត់មានកន្លែងស្រួលទេប្រសងគាត់ស្រួលដែរអត់មានកន្លែងណាដែលស្រួលទេលើលោកនេះអញ្ចឹងគាត់ថាចេះសេដ្ឋកិច្ចធ្លាក់អញ្ចឹងពិបាកលក់ហ៎គ្រូពិបាកលក់ហ៎ចំពោះខ្ញុំសេដ្ឋកិច្ចធ្លាក់ជារឿងរបស់សេដ្ឋកិច្ចសំណួរសួរថាបើសេដ្ឋកិច្ចលក់យើងឈប់លក់មែនយើងឈប់ញ៉ាំបាយមែនយើងឈប់ធ្វើការមែនដោយសារសេដ្ឋកិច្ចធ្លាក់បាទហើយទីមួយទៀតខ្ញុំចង់សួរដែរមិនបានដឹងថាសេដ្ឋកិច្ចធ្លាក់ខ្ញុំរកចំណូលបានតិចជាងមុនយើងមិនមែនអ្នកសេដ្ឋកិច្ចយើងអត់ដឹងទេតែសេដ្ឋកិច្ចធ្លាក់មានន័យមិនទេគាត់តែយើងរកលុយអត់បានដូចមុនយើងគិតថាសេដ្ឋកិច្ចធ្លាក់យើងលក់អត់បានតែមុនយើងថាមកពីសេដ្ឋកិច្ចអីចឹងយើងអត់ដឹងទេតែអ្វីដែលយើងត្រូវតែដឹងហេតុអីបានគេលក់បានហេតុអីនៅក្រុមហ៊ុនផ្នែកលក់អ្នកធ្វើការក្នុងផ្នែកលក់ផ្សេងទៀតគេនៅតែលក់បានគេនឹងមិនគិតថាសេដ្ឋកិច្ចធ្លាក់ឯងគិតមិនគិតថាលំបាកឯងមានឆ្ងល់ថាហេតុអីបានគេនៅតែលក់បានហេតុអីគេលក់ដាច់នេះខ្លះថាអតិជនលេងចង់ទិញណូលោកស្រីត្រង់អ្នកលក់ទាំងអស់គ្នាត្រូវឬក៏អ្នកកំពុងលក់ក៏ដោយអ្នកជំនាញក៏ដោយបងប្អូនមើលឡើងវិញណាតើមកពីអ្នកទិញឬក៏មកពីយើងអ្នកលក់បច្ចុប្បន្នបច្ចេកវិទ្យាទំនើបខ្លាំង AI កំពុងតែ viral ខ្លាំងហើយយើងលក់វិធីសាស្ត្រដដែលហើយលក់អត់បានចាប់ដើមថាមកពីអ្នកទិញអត់មានអ្នកទិញមកខ្ញុំលក់អត់បានតែទាំងអស់គ្នាអត់ដែលគិតខ្លួនឯងថាយើងអ្នកលក់ហ្នឹងដែលបានរៀនអីថ្មីដែលធ្វើអីថ្មីខុសពីមុនអត់ដែលបានរៀនអីថ្មីអត់សម័យខ្ញុំបានជួបអ្នកលក់ធានារ៉ូមហើយសួរខ្ញុំថាគួរធ្វើម៉េចបើខ្ញុំលក់អត់បានចឹងខ្ញុំថាចម្លើយមានតែមួយទេចម្លើយពីខ្ញុំជាគ្រូប្រដាល់មានតែមួយគឺរៀនលក់ទៅទី2បើខ្ញុំឆ្លើយបែបឆ្លើយខ្ញុំថាឈប់ទៅព្រោះអីយើងអត់ទៅយើងគិតថាលក់អត់បានហើយវាលក់លេងបានហើយពោលគឺយើងទាំងអស់គ្នាជាអ្នកលក់ហ្នឹងអត់ដែលព្រមរៀនអ្វីដែលថ្មីទេបងប្អូនលោកស្រីចេះពីមុន5ឆ្នាំមុន10ឆ្នាំមុនអ្នកលក់ទិញពឹងលើយើងបញ្យលពឹងលើអ្នកលក់ហ្នឹងបញ្យលពីផលិតផលសេវាកម្មហ្នឹងតែបច្ចុប្បន្នអត់ទេអ្នកលក់គេសិក្សាមុនហើយគេស្រាវជ្រាវមុនហើយពីផលិតផលពីសេវាកម្មហ្នឹងគេសិក្សាក្រុមហ៊ុនដៃគូផ្សេងរួចទៅហើយគេដឹងរួចហើយរឿងដែលសំខាន់អ្នកលក់នឹងអត់ទំនើបដល់អ្នកទិញផងអញ្ចឹងលក់អត់បានទេអញ្ចឹងអ្នកទិញគេឆ្លាតជាងយើងគេសិក្សាបានប្រព័ន្ធ AI គេមានគេស៊ូផលិតផលនឹងមុនរួចហើយគេស៊ូសេវាកម្មនឹងមុនបានហើយគេស៊ូក្រុមហ៊ុនផ្សេងៗដែលមានលក់ផលិតផលសេវាកម្មនឹងមុនហើយនៅឡើយតែយើងអ្នកលក់ទេអត់ព្រមច្នៃប្រឌិតខ្លួនឯងអត់ព្រមរៀនពីអ្វីដែលថ្មីអញ្ចឹងអ្នកលក់គេដឹងពីផលិតផលមុនយើងតែយើងអត់នៅតែព្យាយាមបញ្យល់ពីផលិតផលនឹងទៀតហួសពេលហើយបច្ចុប្បន្នយើងអត់ទាមទារឲ្យយើងនឹងទៅបញ្យល់ពីផលិតផលនឹងទៀតទេអ្វីដែលយើងត្រូវគិតថាតើយើងឆ្លើយតបនឹងភ្ញៀវលឿនកម្រិតណាភ្ញៀវបច្ចុប្បន្នត្រូវការភាពលឿនរហ័សបងប្អូនលោកស្រីយើងពីមុនណាយើងធ្វើអីមួយនៅពេលបច្ចេកវិទ្យាកាន់តែទំនើបបងប្អូនដែលចង់បាន one click មួយបានមកអញ្ចឹងដល់ពេលយើងគាត់ចង់ order ហើយគាត់ចង់ទៅ click បានបណ្ដោយគាត់អាចចាំ30នាទីអីបានទេពួកអីមនុស្សយើងចាប់ដើមមានបញ្ហាផ្លូវចិត្តហើយដោយសារប្រើបច្ចេកវិទ្យាវាត្រូវការលឿនពេកអញ្ចឹង order អីវ៉ាន់អី one click ចង់ឲ្យគេឆ្លើយមកអញ្ចឹងចំណុចទី1មិនមែនបញ្ហាអ្នកទិញទេបញ្ហាអ្នកលក់ត្រូវគិតថាចេះត្រូវតែឆ្លើយទៅភ្ញៀវឲ្យលឿនបំផុតតាមឲ្យធ្វើទៅបានអត់ឆ្លើយយឺតយ៉ាវដូចមុនបានទេភ្ញៀវឆាតចូល page បងប្អូនទុកតែ3ម៉ោងក៏បានឆ្លើយមកក៏លេងទិញភ្ញៀវត្រូវការលឿនបច្ចុប្បន្នណាទី1ត្រូវការលឿនទី2ភ្ញៀវត្រូវការដំណោះស្រាយជាក់ស្ដែងត្រូវនៅអ្វីដែលគាត់ចង់បានជាក់ស្ដែងតម្រូវការគាត់ជាក់ស្ដែងពីមុនយើងនិយាយគាត់ស្រាប់ថាយើងលបួងបានយើងបញ្ចុះបញ្ចូលបានឲ្យគាត់យកអ្វីដែលលើសពីតម្រូវការបច្ចុប្បន្នអត់បានទេគាត់សើចរួចហើយថាហ្នឹងបានចាំបាច់អញ្ចឹងយើងត្រូវតែផ្ដល់ដំណោះស្រាយជាក់ស្ដែងឲ្យគាត់ទី3
បងប្អូនលោកស្រីត្រូវតែរកចំណុចដែលល្អបំផុតនៃផលិតផលហ្នឹងអត់និយាយផលិតចំណុចទូទៅនៃផលិតផលទេត្រូវតែរកចំណុចដែលពិសេសបំផុតដែលនឹងផ្ដល់ជូនអតិថិជនហ្នឹងបើគាត់ទិញរបស់ហ្នឹងគាត់នឹងបានអីដែលល្អបំផុតបានគាត់ទូបានគាត់ប្រើរឿងបន្ទាប់ដែលត្រូវពិចារណាបច្ចុប្បន្នគម្លាតរវាង marketing ហើយនិង sale គឺមិនស៊ីគ្នាអ្នកលក់និងអ្នក marketing បន្ទោសគ្នានេះជារឿងដែលធ្វើឲ្យយើងលក់អត់បានយើងត្រូវចេះប្រើទិន្នន័យពីខាង marketing ព្រោះ marketing គាត់រុញព័ត៌មានផលិតផលគាត់រុញ brand name រុញគេឈ្មោះទាំងអស់ហ្នឹងទៅដល់អតិថិជនបាត់ហើយវាលេងលើកលែងតែអ្នកលក់ហ្នឹងនៅក្រោយ marketing ឆ្ងាយពេកអញ្ចឹងវាអត់សង់តង់គ្នានៅពេលដែលភ្ញៀវសួរអ្នកលក់ពេលខ្លះអ្នកលក់មិនតង់ដឹងពីផលិតផលហ្នឹងបងដោយសារតែ marketing ដើរលឿនខ្លាំងពេកដែលធ្វើឲ្យ sale មិន symmetry នេះគ្នាពោលគឺមិនបច្ចុប្បន្ន sale និង marketing មិនសូវស៊ីចង្វាក់គ្នាទេលក្ខណៈថា you do your job I do my job marketing គេធ្វើរឿងគេ sale គេធ្វើរឿងឯងភ្លេចយក data ភ្លេចយកទិន្នន័យពី marketing មកអញ្ចឹង sale ដែលគេប្រកែសង្សានភាពឥឡូវគេយកទិន្នន័យពី marketing មកមើលថាតើមានបញ្ហាអីភ្ញៀវមួយអ្នកដែលបានមើលទៅលើ brand ហ្នឹងផលិតផលហ្នឹងអ្នកណាជាភ្ញៀវដែលមើលញឹកញាប់អ្នកណាដែលចាប់អារម្មណ៍ខ្លាំង sale ត្រូវទៅរស់ហ្នឹងអញ្ចឹង sale ត្រូវតែមើល data ពី marketing សុំ data ពី marketing ឲ្យច្បាស់ព្រោះ marketing គេទៅលឿនហើយព្រោះអីបច្ចេកវិទ្យាវាលឿនអញ្ចឹង marketing គេរុញលឿន sale ដើរនៅត្រួយក្រោយចុងក្រោយបន្ទុះ sale បន្ទុះ marketing បន្ទុះ sale ហើយថាធ្លាក់ឯងលក់មិនដាច់ទេចាប់ដើមវល់វាយអត់ទេត្រូវតែមើលឡើងវិញអញ្ចឹងចំណុចចុងក្រោយដែលត្រូវមើលដែរនោះគឺការប្រើប្រាស់ AI ដើម្បីជំនួយសម្រាប់យើងជាអ្នកលក់អញ្ចឹងបើយើងលក់អំណាចស្រាប់តែយើងអត់ចេះប្រើ AI សម្រាប់ផ្ដល់ព័ត៌មាន AI ហាមអត់មានប្រើទៅលក់ទេបងប្អូនណាមិនជួយរួចទេប្រើវាជាជំនួយការក្នុងការផ្ដល់ព័ត៌មាន update ផ្សេងៗទៅកាន់ភ្ញៀវរបស់យើងអញ្ចឹងយើងអាចធ្វើជា workflow ណាមួយផ្ដល់ព័ត៌មាន update បាន data ពីខាង product បាន data ពីខាង marketing យើងប្រើ AI tool ដើម្បីរុញព័ត៌មានហ្នឹងទៅកាន់ភ្ញៀវនៅក្នុងដៃរបស់យើងឲ្យទាន់សភាពការលក់អំណាចមិនមែនដោយសារសេដ្ឋកិច្ចទេដោយសារអ្នកលក់មិនទាន់សម័យពោលគឺមិនព្រមរៀនភ្ញៀវរៀនជាងយើងនៅពេលដែលយើងខ្សោយជាងភ្ញៀវលក់អត់ដាច់ទេ